ថ្ងៃនេះខ្ញុំនឹងចែករំលែកពីមុខរបរដ៏តូចរបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាបើសិនជាចង់បើករបរបោកគក់ដែរមុខរបរបោកគក់របស់ខ្ញុំតូចទេតែអាចផ្ដល់ចំណូលតិកតក់ឲ្យខ្ញុំបានរាល់ថ្ងៃជួយសម្រួលដល់ថ្លៃចំណាយប្រចាំថ្ងៃយើងចង់រកចំណូលតែអត់ហ៊ានបើកតូចទេខ្លាចខ្មាស់គេតែការចាប់ផ្ដើមពីតូចល្អមែនទែនសម្រាប់យើងសន្សំបទពិសោធន៍ម្ដងតិចអាជីវកម្មយើងអត់ងាយដួលកាលពីដំបូងខ្ញុំចាប់ផ្ដើមជាមួយម៉ាស៊ីនតែមួយហើយអត់បានទៅរៀននៅណាទៀតពេលដែលចាប់ផ្ដើមខ្ញុំអត់ទាន់ទទួលខោអាវភ្ញៀវខ្ញុំបោកខោអាវខ្លួនឯងសិនរៀនបោកផងមើល YouTube ផងទៅរំទៅច្បាស់បានហ៊ានទទួលថ្ងៃនេះខ្ញុំនឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទី1គឺការជ្រើសរើសម៉ាស៊ីនប្រើម៉ាស៊ីនប្រភេទផ្ដេកបោកស្អាតជាងម៉ាស៊ីនប្រភេទប្រឈរហើយរើសយកខ្នាតតូចតម្លៃទាបល្មមសិនចំពោះទីកន្លែងដាក់បើយើងឲ្យមានថវិកាគ្រប់គ្រាន់ធ្វើតូបអីធំដុំទេយើងដាក់នៅត្រង់គៀនណាមួយហើយយើងធ្វើផ្លាកតូចមួយប្រឈរនៅខាងមុខផ្ទះយើងដូចខ្ញុំអញ្ចឹងពេលខ្ញុំចាប់ផ្ដើមដំបូងអត់មានថវិកាគ្រប់គ្រាន់ទេសូម្បីតែផ្លាកហើយនឹងកន្លែងគឺខ្ញុំច្នៃធ្វើដោយដៃខ្លួនឯងទាំងអស់ទី2ត្រូវយកចិត្តទុកដាក់ទៅលើកៅអៅភ្ញៀវកៅអៅទាំងអស់សាច់កណាត់អត់ដូចគ្នាទេកៅអៅខ្លះចេញពណ៌ត្រូវបែងចែកពណ៌ឲ្យដាច់ដោយឡែកពីគ្នាបើនៅស្ទាក់ស្ទើរយើងអាចសួរភ្ញៀវបានថាមានកៅអៅមួយណាដែលចេញពណ៌ខុសគេឬអត់បើថាដាក់ម៉ាស៊ីនមែនតែមិនមែនជ្រះទាំងអស់ទេអញ្ចឹងហើយយើងត្រូវសម្អាតផ្នែកកប្រអប់ដៃហើយនិងកែងដៃមុនសិនទី3គឺការជ្រើសរើសផលិតផលចំពោះម្សៅសាប៊ូខ្ញុំតេស្តមើលរហូតថាមួយណាមានគុណភាពខ្ពស់ហើយសុខចិត្តចំណេញតិចប៉ុន្តែទទួលបានគុណភាពល្អក្រៅពីសាប៊ូទឹកក្អូបគឺសំខាន់មែនតើបើកៅអៅយើងបោកស្អាតតែអត់មានក្លិនក្អូបតាក់ទាញក៏អត់សូវមានភ្ញៀវចូលដែរខ្ញុំប្រើទឹកក្អូប Comfort ជួយកម្ចាត់ក្លិនមិនល្អហើយជាប់ក្លិនក្អូបបានយូរនៅលើកៅអៅយើងមួយវិញទៀតយើងបដូរក្លិនទឹកក្អូបយ៉ាងតិចឲ្យបានមួយខែម្ដងបើប្រើក្លិនដែរស៊ាំច្មោះអត់ដឹងថាក្អូបទេដោយខែនេះក្តៅខ្លាំងបែកញើសច្រើនក្លិនស្អុយជាប់កៅអៅអញ្ចឹងមិនថារបស់ខ្ញុំឬក៏របស់ភ្ញៀវខ្ញុំប្រើ Comfort ទឹកអប់ពួកអីក្លិនក្អូបស្រទន់ជាប់បានយូរប្រើឲ្យស្រស់ស្រាយហ្មងបងប្អូនធ្លាប់ឆ្ងល់អត់ហេតុអីកៅអៅដាក់កន្លែងបោកគក់ក្អូបជាងយើងបោកនៅផ្ទះធម្មតាទោះបីជាយើងដាក់ទឹកក្អូបច្រើនមិនក៏ដោយក៏អត់ក្អូបដូចកន្លែងគេសោះគឺគេលាយទឹកក្អូបជាមួយទឹកជាបាញ់ទៅលើកៅអៅដែលស្ងួតហើយមួយឈិតពីរឈិតទៅក្អូបបានយូរជាប់រហូតហ្មងចំណែកចំណុចទី4គឺផ្ដល់ទំនុកចិត្តនិងសេវាកម្មល្អដល់ភ្ញៀវលុយដែលនៅក្នុងកប៉ៅភ្ញៀវទាំងម៉ានតែងតែដល់ដៃពួកគាត់វិញជានិច្ចញយល់អារម្មណ៍នឹងយើងខំទៅរំបានមកកាក់ម៉ាស៊ីនបែកញើសហូរញើសបើសិនជាបាត់ទៅស្ដាយយើងកេងកម្លាំងញើសឈាមគេអត់ស្មោះត្រង់ក៏អត់ទទួលបានផលល្អមកលើមុខរបរយើងវិញដែរចំណុចទី5បញ្ចប់គឺយើងកត់ចំណូលចំណាយពីមុខរបររបស់យើងពេញមួយខែវិជាចំណូលចំណាយធ្វើយើងច្បាស់លាស់ដឹងចំណេញដឹងខាតហើយយើងមានកម្លាំងចិត្តធ្វើទៀត5ចំណុចដែលខ្ញុំរៀបរាប់នេះជាបទពិសោធន៍ដែលខ្ញុំមានកន្លងមកសង្ឃឹមថាអាចផ្ដល់ជាគំនិតនិងអត្ថប្រយោជន៍ដល់បងប្អូនដែលចង់ចាប់ផ្ដើមមានអ្វីបន្ថែមអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបានអរគុណច្រើនបាយបាយ